កុំឲ្យមានការយល់ច្រឡំទៅនឹងសាក់ទិសាក់សោនៃពាក្យទៀបទាំងពីរនេះតោះចូលមើលការបកស្រាយជាមួយខ្ញុំទាំងអស់គ្នាពាក្យទី1នោះគឺពាក្យទៀបតអ៊ីទីនឹងបអានថាទៀបថ្នាក់ពាក្យវិជ្ជគុណនាមមានន័យថាទីតីពីខ្ពស់គឺតិចកម្ពស់តិចចំហឬដែលឥតកម្ពស់ឥតចំហឧទាហរណ៍មនុស្សទៀបដើមឈើទៀបនិងភ្នំទៀបជាដើមតមកទៀតចំពោះពាក្យទៀបទី2នោះគឺតស្រៈអ៊ីនិងបអានថាទៀបថ្នាក់ពាក្យវាជានាមមានន័យថាគឺគេចង់សំដៅទៅលើឈ្មោះដំណាំមួយប្រភេទផ្លែរបស់វាមានរសជាតិផ្អែមឧទាហរណ៍ដើមទៀបផ្លែទៀបមួយវិញទៀតពាក្យទៀបនេះគឺគេចង់សំដៅទៅលើពាក្យមួយដែលគេនិយាយថាម៉ោង4ទៀបភ្លឺម៉ោង3ទៀបភ្លឺ